tưមានគិតកឯងកុំរត់កុំចង់រត់ចាប់គិតកឲ្យបានសូមជូនរឿងអង្គរៈក្រៅរាជវាំងអស់កាលជាយូរលង់ណាស់មកហើយនៅសម័យអង្គរដ៏រុងរឿងមានជាងចម្លាក់ដ៏ស្លូតត្រង់ម្នាក់ឈ្មោះថាសុខាថ្ងៃមួយព្រះរាជាទ្រង់យាងចេញដំណើរទៅសួរសុខទុក្ខប្រជារាស្ត្រព្រះអង្គនៅឯក្រៅរាជវាំងសំឡេងទង់ស្គរលាន់ទ្រហឹងរង្គើចក្រវាឡក្បួនដង្ហែរបស់ព្រះមហាក្សត្រពោពេញដោយឫទ្ធិអំណាចនិងបារមីកងទ័ពដំរីសេះនិងកងអង្គរៈត្រៀមការពារស្ដេចផែនដីប្រជានុរាស្ត្រចេញមកសាទរចោមរោមចង់ឃើញព្រះភ័ក្ត្រព្រះមហាក្សត្រជ័យយោព្រះអង្គជ័យយោព្រះអង្គជ័យយោព្រះអង្គដ៏ចម្រើនក្បួនព្រះមហាក្សត្របានមកដល់សុខាកំពុងបង្ហាយការងារនិងចាំមើលព្រះភ័ក្ត្រព្រះអង្គថ្ងៃនោះសុខាកំពុងតែធ្វើការដាប់និងឆ្លាក់ជញ្ជាំងប្រាសាទគាត់ផ្ដោតអារម្មណ៍លើការងារយ៉ាងផ្ចិតផ្ចង់ថ្ងៃនេះខ្ញុំមានសំណាងមែនខ្ញុំពិតជាចង់ឃើញព្រះភ័ក្ត្រព្រះអង្គណាស់ក្រុមបះបោរបានរៀបគម្រោងការធ្វើឃាតស្ដេចផែនដីដើម្បីដណ្ដើមរាជសម្បត្តិថ្ងៃនេះយើងត្រូវត្រៀមផែនការឲ្យបានល្អពួកឯងត្រៀមខ្លួនស្ដាប់បញ្ជាពន្លឺអីហ្នឹងពួកគេចង់ធ្វើអីចេះ Sharp intake of breath. ខំហាត់30ឆ្នាំហើយថ្ងៃនេះអាចយកមកប្រើការបានហើយស្លាប់ទៅមានគិតកការពារព្រះអង្គការពារព្រះអង្គសុខាឃើញហេតុការណ៍ច្បាស់ក៏លោតចុះពីជញ្ជាំងទៅចាប់ឃាតករដោយមិនខ្លាចអ្វីទាំងអស់អាឃាតករឯងចង់រត់ទេស្លាប់ទៅដកថយគេមកហើយរត់អីមកគិតកកំរត់ថោចេញអូយចុកកំរត់ពួកយើងជួយចាប់គ្នាចង់ទៅណាសិតសាច់នៅស្ងៀមចាប់ខ្លួនវាទៅលោកមេតបអ្នកប្រយុទ្ធជាមួយឃាតករអំបញ្ញមិញនេះជានរណាយើងចង់ជូនរង្វាន់ដល់គេអ្នកនៅខាងលើចាំស្ដាប់ព្រះអង្គមានរាជបញ្ជាឲ្យចុះមកខាងក្រៅហេអ្នកកំឡោះចុះមកទីនេះព្រះអង្គត្រូវការជប់ឯងឲ្យលឿនឈប់ធ្វើការសិនទៅសូមក្រាបថ្វាយបង្គំព្រះអង្គក្រោកឡើងមកអ្នកកំឡោះអំបញ្ញមិញនេះឯងក្លាហានណាស់ហ៊ានទៅចាប់ឃាតករទាំងមិនខ្លាចស្លាប់យើងចង់ជូនរង្វាន់ដល់ឯងដើម្បីជាការតបស្នងដល់ភាពក្លាហានរបស់ឯងសូមឯងទទួលយកចុះឯងទទួលទៅចុះដើម្បីចិញ្ចឹមគ្រួសាររបស់ឯងមិនបាច់ធ្វើការហត់នឿយទៀតទេរង្វាន់ជាមាសប្រាក់ជាច្រើនត្រូវបានប្រគល់ជូនក្រាបទូលព្រះអង្គទូលបង្គំមិនចង់បានគុណស្រ័យអ្វីទេទូលបង្គំបានឃើញព្រះភ័ក្ត្រព្រះអង្គទូលបង្គំសប្បាយចិត្តណាស់ទៅហើយទ្រព្យសម្បត្តិទាំងនេះអាចឲ្យឯងរស់រហូតដល់ចាស់ស្លាប់ឯងមិនចាំបាច់ធ្វើការងារលំបាកទៀតឡើយទូលបង្គំស្រឡាញ់ការងារជាជាងចម្លាក់នេះណាទូលបង្គំមិនអាចបោះបង់ការងារនេះបានឡើយបើអញ្ចឹងឯងចង់បានអីឆាប់និយាយមកយើងនឹងផ្ដល់ឲ្យឯងទាំងអស់ក្រាបថ្វាយបង្គំព្រះអង្គទូលបង្គំចង់បានដាច់ដាប់និងពន្លឺថ្មីប៉ុណ្ណោះ
នេះគឺជារបស់ដែលព្រះអង្គប្រទានឲ្យឯងណាអ្នកកំឡោះអរគុណណាស់លោកមេតបកើតមកជាមនុស្សត្រូវតែចេះសងគុណជាតិសាសនានិងព្រះមហាក្សត្រសូមជួយចុច Subscribe ដើម្បីទទួលបានរឿងនិទានថ្មីៗ